เอาไว้ดาบองปอนกับปงแต่คืนปอนสไลกอดกุยเกอร์นี่คือกอดเกอร์ยกประมัดเตี้ยประมัดมุ้ยประมาณ5 rồi ประมัดลูกบ้านลอยเตี้ย จ้าบ้านเลยบงยังมัดดังไหนนั่งเกมมาซูโรเต็งตาบ้านยังเจ๊หาวตกนั่งตะบงอัดดังเตะเลิกปกมาบองปอนนะครับรบดังช่วยคอมเมนต์ปราบพวงนี่คือประมัดเตี้ยมุ้ยกบ้าเมียนประมัดนังมุ้ยประตบเมาส์กอดใบเยอะประมัดนังให้ใบเยอะเติงประมัดเจ้าคือหาแต่ประมัดนี่ตีบางไงก็ได้หรอคือเบียร์ครีมโดยในขนมกระจายมันอัดได้เจ้าเลยบงเตี้ยบ้านตั้งอ่ะตั้งโรมตั้งไอตั้งเอาหนุบงโรมโรมนั่นก็ลวกได้จ้าลวกบงไอ้คือจะตัวไอ้โรมตีcái vô tới rồi phơ phui thơ pung thơ ấy chẳng hạn nào bụng giờ rùm tiếc là thơ phui chàให้เจ้าปอนไม่ก็มันเรียรวมวันตะเมียนนะตะดังcái đằng roman rong tiếc cái đằng cái miềnไอ้ปนัดnhưng nó ở bà thà này tên thầm đài chứ cái mơ tới cái đằng rồi bụng ta được bên bà sân cái vô từ phương mình tên cái vô từ mà sân rung roman tránh hay rong tiếc cái vô xìให้tênมันกะโลประมาณมันกะโลประมาณปีบงเลยทลายมาให้สัตว์ได้จ้าบงปอนส่วนถ้าแพะตราไม่ตะไปจังธรรมดาแต่หาสงวดเฮ้ยเวียมีอารมณ์แต่สัมไปเวียสงวดจังสัมไปมวยนั่งปรามโรยแกะหน่อนี่มัดสัญญาผลิตภัณฑ์ก้นขมายปดอจูนในคุณภาพสวัสดิภาพตุ่มนุกจัดเชื่อจะเลือกผลิตภัณฑ์แกะหน่อโอ้เกรียมเอาเฮ้ยแต่จังยัยใช่ยัยเล่นยัยยัยแมนแมนก็เหาะบองไงเหาะเต้บองปอนเลือกตีมวยจังยัยท่าខ្ញុំនៅតែដូចមិនចង់ជឿតានីមកបងអើយអ្នកនៅគៀននេះគេតែងដែរណាបងអ្នកនៅមុខនេះគេអាសាតែងរហូតដល់ប្តីគាត់លេបចឹងណាបងអីលេបធ្វើអីលេបដើម្បីឲ្យគាត់មានគ្រូក្នុងប្រមាថអីចឹងណាបងយើងលេបគួបផ្សំនឹងឆ្នាំពេទ្យផងអីផងទៅបានវិបត្តិមិនតានឹងមកមុខវិបត្តិទេណាអូនឹងតាមដូចថាទម្លាប់របស់គាត់ទេចាបងមិនបានន័យថាយើងអ្នកដឹងឲ្យគាត់លេបទេមិនបងខ្ញុំអត់ដឹងដែរនឹងគេមកសួររោតែងតាបានខ្ញុំចេះហៅទុកហ្នឹងតបងអត់ដឹងទេហើយដល់ពេលឥឡូវមានប្រហែលក៏គេទិញអស់ដែរចាគេទិញបងឲ្យតែហាស្ងួតហើយឲ្យតែហាស្ងួតហើយតែម៉ួយតែម្នាក់ទេឬក៏ច្រើនបងច្រើនអ្នកផ្សារអ្នកអីអូបានន័យថាម៉ួយនៅផ្សារក៏គេមកលើកយកពីប្អូនដែរបងប្អូនខ្ញុំសឹងតែមិនជឿមែនឥឡូវពុកម៉ែបងប្អូនណាខ្លះធ្លាប់ដឹងជួយខមមិនប្រាប់ផងក៏លោថាទេប្រាក់ត្រាបាទដើរច្រើនតំបន់ដែរតែទៅខ្វះចន្លោះទៅហើយដល់ពេលអញ្ចឹងអត់ដឹងណាហើយដល់ពេលលឺប្អូនស្រីនិយាយចេះតែជឿប្អូនស្រីប៉ុន្តែគាត់ថាគាត់ទៅកុហកធ្វើអីបងប្អូនអរគ្នាសួរថាប្រាក់ត្រាស្អីគេនិយាយមកសន្ទុះអត់ទាន់ដឹងអីគេផងចាំនិយាយចេះបងប្អូននេះគ្រឿងក្នុងទាបានន័យថាមានថ្លើមមានបេះដូងប៉ុន្តែពូវៀនគេយកចេញហើយអានេះមានតែថ្លើមបេះដូងនិងប្រមាត់អ្វីដែលបងប្អូនកំពុងតែឃើញប្អូនស្រីគាត់អង្គុយឆ្កឹះនេះគឺគាត់ឆ្កឹះយកប្រមាត់ទាហើយមិនមែនឆ្កឹះដើម្បីចោលទេបងប្អូនមិនមែនឆ្កឹះយកប្រមាត់ចោលហើយយកថ្លើមយកបេះដូងទៅលក់អត់ទេបានន័យថាថ្លើមបេះដូងក៏យកទៅថ្លឹងគីឡូលក់សម្រាប់អ្នកដែលគាត់យកទៅធ្វើម្ហូបដល់ពេលប្រមាត់ទាគឺគេយកទៅធ្វើថ្នាំចាអីអត់ដែរចោលទេអត់ដែរចោលទេបងទាបានទាំងអស់ទាំងរោមទាំងអីទាំងអស់នោះបងរោមក្រោយរោមហ្នឹងក៏លក់ដែរចាលក់បងហើយអីគេយកទៅធ្វើអីរោមទាគេយកទៅធ្វើភួយធ្វើពុងធ្វើអីចឹងណាបងយករោមទាទៅធ្វើភួយចឹងទាំងរោមទារោមមាន់យកមកលក់ដែរអត់ទេរោមមាន់អត់យកទេបងយកតែរោមទាទេអញ្ចឹងបានន័យថាពេលដែលយើងបោចមាន់បោចទាវាមានទាំងរោមមាន់រោមទាប៉ុន្តែដល់ពេលគេទិញតែរោមទាទេចាបងហើយចុះដល់ពេលយើងបោចចូលគ្នាធ្វើមិនដឹងរោមមាន់រោមទាអត់បោចចូលគ្នាទេបងយើងបោចផ្សេងយើងបោចទាដូចថាបោចទាហើយអញ្ចឹងយករោមមកចាក់ហើយអត់បោចមាន់តាមក្រៅអូដូចថាទាប្រហែល100ក្បាលដែលយើងបោចធ្វើនៅក្នុងថ្ងៃហ្នឹងធ្វើអស់ទៅប្រមូលរោមទាទាំងអស់យកមកចាក់ហាលបន្ទាប់មកបានបោចមាន់តាមក្រៅចាដល់ពេលរោមមាន់យកទៅចោលសាច់មាន់ថ្លៃជាងទាចាសាច់មាន់ថ្លៃជាងទាសាច់ទាធូរថ្លៃជាងសាច់មាន់ប៉ុន្តែដល់ពេលមាន់យកបានតែសាច់ទេចាយកបានតែសាច់ទេចោលរោមចោលប្រមាត់ដល់ពេលទាប្រមាត់ក៏គេទិញរោមក៏គេទិញចាបងបានអស់ហើយចុះបងអូនមិនក៏មិនលាយរោមមាន់ទៅមានណាទៅដឹងបងគេដឹងរោមមាន់រោមទាគេដឹងគេមានអីប៉និតខ្ញុំហ្នឹងបើថាអ្នកតែងធម្មតាយើងគេមើលទៅគេដឹងប្រយបងតែដល់ពេលបើសិនគេយកទៅធ្វើមែនទេគេយកទៅម៉ាស៊ីនអីគេខ្ញុំមិនសូវដឹងដែរទៅដល់ចាទៅដល់គេជំរុញរោមមាន់ចេញហើយរោមទាគេយកផ្សេងអូព្រោះរោមមាន់វាឆាប់ពុកផុយជាងអានេះអញ្ចឹងគេទិញតែរោមទាទេហើយទិញ1គីឡូប្រហែល1គីឡូ12000បងឡើយថ្លៃប្រហែលសាច់ដែរចាបងសាច់13000 32000អីដែរហ្នឹង
សាច់មកក្បាល12000 ចឹងទៅដល់ពេលរោមទិញ1គីឡូ12000 បង ប៉ុន្តែយើងត្រូវហាលឲ្យស្ងួត ឲ្យស្ងួតរើងហ្មងបង បើអត់ស្ងួត គេអត់យកឯង ប៉ុន្តែប្រភេទទាអីក៏គេទិញដែរ ចាទាកាទាកប៉ាទាសពៅអីគេទិញទាំងអស់ អញ្ចឹងប្រមាត់នេះប្រមាត់ទាកប៉ា ទាកា ហើយទាកាប ចា អូ ម៉ាត់ទាកប៉ាតគេកំងយើងការរាប់រយក្បាលរាប់រយគីឡូអីចឹងมันយើងមានប្រមាត់បង បាទ ចាទាកប៉ាទៅមានប្រមាត់ទេព្រោះយើងលក់ទាំងមូលណា អូហើយបងចង់ដឹងថាអញ្ចេះប្រមាត់ទាំងអស់ហ្នឹងបងអូនបេះចេញពីថ្លើមពីគ្រឿងក្នុងវាហើយយកវាមកហាល ចាបង ហាលប្រហែលថ្ងៃបានអាចលក់បាន តែមួយថ្ងៃហ្នឹងតែក្តៅខ្លាំងវាស្ងួតឯងបង ស្ងួតយកបកលក់អីគេ លក់អីគេមកក្របក្រប ប្រមាត់មួយប្រហែល 500 ហ៎ប្រមាត់លក់បានលុយទៀត ចាបានលុយបង បងប្អូនប្រមាត់មួយនេះប៉ុណ្នេះមួយ ហ្នឹងមួយ500 បងប្អូនសួរថាភ័ក្រត្រាមិនតប៉ែតប៉ែតចឹងធម្មតាតាហាលស្ងួតហើយវាមានអារម្មណ៍ថាសំប៉ែតវាស្ងួតអញ្ចឹងសំប៉ែតមួយហ្នឹង500 ចា ទាមកក្បាលមានប្រមាត់ប៉ុន្មាន មួយ តែមួយ ចា ប្រមាត់ទាក៏គេទិញដែរប៉ុន្តែគេមិនមែនទិញអាបេះភ្លាមទេគេឲ្យអ្នកដែលធ្វើទាហ្នឹងយកមកហាលឲ្យក្រៀមបែបនេះក្នុងមួយកញ្ច្រែងហ្នឹងមានប្រមាត់ប្រមាណ នេះច្រើនបងជូអើយ2-300ដែរដឹង អូអញ្ចឹងបានន័យថាមួយថ្ងៃប្អូនបោចទាហ្នឹងប្រមាណក្បាលបេះយកប្រមាត់ទាំងអស់ បានប៉ុណ្ណឹង អូមើលបងសុំមើលអាប្រមាត់ដែលទើបបេះចេញតិច ហើយយើងនៅសម្អាតវានេះដកអាសរសៃនេះចេញពីប្រមាត់វាស្អាតបានគេហាល អូបងប្អូននេះគឺប្រមាត់ទាមួយក្បាលមានប្រមាត់នឹងមួយទំហំប្រហែលជាប៉ុនម្រាមដៃយើងបាទហើយបន្ទាប់មកគាត់បេះយកប្រមាត់នឹងហើយបេះយកតងប្រមាត់ចោលគឺហាលតែប្រមាត់នេះទេបើថ្ងៃក្តៅល្អគឺវាក្រៀមដូចនៅក្នុងកញ្ច្រែងមិញក្រៀមហើយបានយើងចាប់ផ្ដើមបកវាបេះលក់អញ្ចឹងមានប្រមាណក៏អស់ដែរ ចាមានម៉ានក៏អត់ដែរ មិនមែនចេះតែហាលទុក ចេះទេ ពេលគេត្រូវការបានឲ្យគេអត់ទេដឹងតែមានគេមកចាំយកតែម្ដងអញ្ចឹងគេទិញមកតាំងពីឆ្នាំណាតាំងពីលោកពុក ចាតាំងពីម៉ាក់ប៉ាធ្វើបរោយ បងស្រីប្រមាត់ហ្នឹងគេចាប់ផ្ដើមទិញនៅឆ្នាំណា យូរមក រហូតមក ចាតាំងពីម៉ាក់បោចទៀតទៅខ្ញុំ អូតាំងពីបងចាប់ផ្ដើមបោចទាមានគេកំងប្រមាត់ហ្នឹងទុកហើយគេកំងធ្វើអីបងយកធ្វើអីអូបងប្អូនសូមបញ្ជាក់អ្វីដែលខ្ញុំនិយាយនេះមិនមែនឲ្យបងប្អូនមកលេបប្រមាត់ទាតាមខ្ញុំផ្សាយនិយាយទេអត់ទេគ្រាន់ខ្ញុំឃើញកន្លែងគាត់ធ្វើមន់ធ្វើទាគាត់ដកយកប្រមាត់ទាទុកហើយប្រមាត់ដែលទាគេយកហ្នឹងគឺគេយកតែទាកប៉ានិងទាកាបទេបាទហើយប្រមាត់នេះបើតាមឮពីបងស្រីដែលត្រូវជាម្ដាយរបស់បងប្អូនណាគាត់ថាតាំងពីគាត់ធ្វើទានឹង20ឆ្នាំជាងមកគឺគេទទួលទិញប្រមាត់នឹងរហូតមានប្រមាណក៏គេយកដែរឲ្យតែទាកប៉ាហើយនឹងទាកាបហើយឮថាគេយកទៅសម្រាប់ញ៉ាំអ្នកដែលគាត់មានបញ្ហាគ្រោះក្នុងតម្រង់នោម គ្រោះប្រមាត់អីបាន បាទប៉ុន្តែមិនដឹងគេញ៉ាំមិនអត់ដឹងទេបងប្អូនកុំចេះតែលេបណាធម្មតាអានេះវាគឺជាប្រមាត់វាល្វីងបាទប៉ុន្តែបើបងប្អូនឮអញ្ចឹងហើយកុំចេះយកដូចថាចេះតែនឹកឃើញយកតែញ៉ាំខ្លួនឯងអត់ទេ គេញ៉ាំមួយពេលដូចថាហ្នឹងវាល្វីងហ៎បងគេញ៉ាំមួយចេកគេដាក់មួយចេកមួយអីចឹងទៅណា អូ ចាដាក់ចូលមួយចេកគេញ៉ាំទៅតែឲ្យ ចូលលេបហ្មងទៅចាំបាច់ដាក់ចូលក្នុងចេកឲ្យចាំញ៉ាំ ល្វីងគាត់ថាល្វីងពេលគាត់ដាក់មួយចេកឬក៏មួយអីញ៉ាំមួយអីក៏បានដែរឲ្យតែយើងគាត់អ្នកខ្លះគាត់ចាញ់ល្វីងខ្លាំងទៅគាត់ញ៉ាំមួយចេកអីចឹងណាគេថាគាត់ដាក់ទៅលេបទាំងចេកលេបទាំងអាហ្នឹងចូល បងប្អូនចាំនិយាយថាមិនដឹងគេយកទៅប្រើក្នុងមួយថ្ងៃប្រមាណប្រមាណគ្រាប់ខ្ញុំអត់ដឹងទេហើយបើបងប្អូនបានទស្សនាคลิปនេះហើយក៏កុំចេះយកដូចថាកុំចេះតែញ៉ាំណាព្រោះកាលណាតែយើងចេះតែញ៉ាំវាដូចថាយើងអត់ដឹងកម្រិតអត់ដឹងបរិមាណក៏វាបង្កហានិភ័យដែរមែនទេតើតាអ្នកគេធ្លាប់ញ៉ាំអានឹងបងប្អូនសួរពីគេទៅខ្ញុំអត់ដឹងទេបាទមកនេះមិនមែនមកផ្សាយលក់ប្រមាត់ទាមិនមែនមកផ្សាយដើម្បីឲ្យបងប្អូនយកប្រមាត់ទាទៅលេបគ្រប់គ្នាអត់ទេបញ្ជាក់ថាគ្រាន់តែបង្ហាញថាប្រមាត់ទាក៏មានទីផ្សារដែររោមទាក៏មានទីផ្សារដែរមួយ500ដែរណាបងប្អូនមិនមែនតិចទេអញ្ចឹងបើមួយថ្ងៃ200ក្បាលទាក៏មិនមែនតិចដែរបាទ500 150,000 150,000អូ 100,000បាន បាទគ្រាន់តែបោចទា200ក្បាលលក់ទៅប្រមាត់បាន 10,000 រៀលដែរហើយ ហើយនៅរោមទៀតរោមយើងបានប្រហែលជា 12,000 អីទៀត អូមកចប់បងប្អូនអរគ្នាបើយើងមិនដឹងយើងបោចហើយយើងចោលបាទហើយម្យ៉ាងយើងនឹកឃើញថាបើធ្វើហូបខ្លួនឯងមួយក្បាលពីរក្បាលទៅហាលលក់ឲ្យអ្នកណាមានអ្នកណាទិញមែនទេ1 500 1000អីចឹងទៅប៉ុន្តែដល់ពេលគេធ្វើច្រើនរាប់រយក្បាលគឺទីផ្សារប្រមាត់ទានិងរោមទាគឺ
គេយកបងប្អូនអរគ្នាឲ្យលើកថារោមទានេះសិតតែខាងកូរ៉េមកទិញទៀតបាទទិញយកទៅកូរ៉េបងប្អូនស្ដាប់មកផ្លេតប្រហែលជាមិនជឿភក្ត្រាទេប៉ុន្តែតើតអ្នកធ្វើបានគេដឹងអញ្ចឹងបងប្អូនអរគ្នាបើបានដឹងបន្ថែមថាប្រមាត់ទាគេយកទៅធ្វើអីជួយខមមិនប្រាប់ផងគីឡូពេលខ្លះគេប្រម៉ូទិញយកទៅធ្វើអសតណាបាទហើយដល់ពេលគេចេះតែប្រាប់យើងទៅលេបចេះលេបចុះហើយគេចេះតែកុហកយើងអត់ដឹងទេណាបងប្អូនគាត់ថាបើបងប្អូនដឹងច្បាស់ថាគេយកទៅធ្វើអីជួយខមមិនប្រាប់ហើយបងប្អូនដែលបានតាមដានទស្សនាវីដេអូនេះសូមឲ្យបងប្អូនកុំចេះតែលេបកុំចេះតែប្រើប្រាស់បាទបើមិនដឹងច្បាស់វាបកហានិភ័យដូចអសតចឹងគេហៅថាអសតជាអាវុធមុខពីរប្រើត្រូវជាប្រើត្រូវគ្រោះថ្នាក់បាទគ្រោះថ្នាក់អញ្ចឹងណាបងប្អូនហើយឈឺកាត់អីត្រូវទៅរកពេទ្យបាទពួកយើងមានវិទ្យាសាស្ត្រមានអីជឿនលឿនហើយប៉ុន្តែបើបងប្អូនបានដឹងថាគេយកទៅធ្វើអីក៏ខមមិនប្រាប់មកព្រោះថាប្រមាត់ទាខ្ញុំទើបតែដឹងថាវាមានហាងឆេងមានទីផ្សារបាទក្នុងពេលបច្ចុប្បន្ននេះ